អ៊ីរ៉ង់ពិនិត្យសំណើឈប់បាញ់របស់អាមេរិកខណៈលោកត្រាំអះអាងថាមេដឹកនាំអ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី26 ខែមិនិនាឆ្នាំ2026បានឲ្យដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងថាមេដឹកនាំអ៊ីរ៉ង់កំពុងមានបំណងស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយជិត4សប្តាហ៍ប៉ុន្តែពួកគេមានការភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពីសំណាក់ប្រជាជនខ្លួនឯងនិងសហរដ្ឋអាមេរិកការលើកឡើងនេះបានធ្វើឡើងផ្ទុយស្រឡះពីការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ដែលបានថ្លែងថាបើទោះបីជាអ៊ីរ៉ង់កំពុងពិនិត្យមើលសំណើឈប់បាញ់15ចំណុចរបស់សហរដ្ឋអាមេរិកដែលបញ្ជូនតាមរយៈប្រទេសប៉ាគីស្ថានក៏ដោយក៏ទីក្រុងតេហេរ៉ង់មិនទាន់មានបំណងបើកការចរចាដោយផ្ទាល់ណាមួយឡើយស្របពេលដែលសេចក្តីថ្លែងការណ៍របស់ភាគីទាំងពីរកំពុងមានភាពចម្រូងចម្រាសផលប៉ះពាល់នៃសង្គ្រាមបានរីករាលដាលដល់កម្រិតសកលបង្កឲ្យមានវិបត្តិថាមពលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្របន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានបិទដែលនាំឲ្យតម្លៃប្រេងហក់ឡើងខ្ពស់និងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញគ្រប់ប្រភេទតាំងពីអាហាររហូតដល់គ្រឿងចក្រនៅក្នុងប្រតិបត្តិការយោធាអាមេរិកបានអះអាងថាបានបំផ្លាញគោលដៅជាង 10000 កន្លែងក្នុងប្រទេសអ៊ីរ៉ង់រួមទាំងនាវាចម្បាំងធំៗនិងរោងចក្រផលិតដ្រូនភាគច្រើនផងដែរប៉ុន្តែអ៊ីស្រាអែលនៅតែបង្ហាញការសង្ស័យចំពោះឆន្ទៈរបស់អ៊ីរ៉ង់និងបារម្ភថាអាមេរិកអាចនឹងធ្វើសម្បទានច្រើនពេកនៅក្នុងកិច្ចព្រមព្រៀងគួរបញ្ជាក់ថាស្ថានភាពនេះកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើលោកត្រាំខណៈដែលប្រជាប្រិយភាពរបស់លោកធ្លាក់ចុះដល់កម្រិតទាបបំផុតហើយការបោះឆ្នោតពាក់កណ្ដាលអាណត្តិជិតចូលមកដល់ដែលនាំឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចេញមកព្រមានថាពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃសង្គ្រាមដ៏ធំប្រសិនបើភាគីជម្លោះមិនងាករកផ្លូវការទូតជាបន្ទាន់នោះទេខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមាន free ជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ